Hello សួស្តីតើក្មួយដែលអត់ទាន់ចេះកុំព្យូទ័រសោះថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបដាក់ដៃសម្រាប់ថ្នាក់ដំបូងដែលយើងអត់ទាន់ចេះសោះហ្មងអញ្ចឹងយើងទៅមើលពីរបៀបដាក់ដៃទាំងអស់គ្នាអ្នកដែលចង់ចេះយើងអាចចូលទៅមើលបានហើយនៅក្នុង Facebook របស់ខ្ញុំពេញមានបង្ហោះដែរផតដូចជា keyboard ដែលយើងហៅថាក្តារចុចហ្នឹងហើយនឹងពីរបៀបដាក់ដៃមានបញ្យលជាភាសាខ្មែរអីចឹងមានទាំងអស់អញ្ចឹងបងប្អូនអាចចូលទៅមើលបានចូលទៅមើលនៅក្នុង Facebook របស់ខ្ញុំហ្នឹងតោះចាប់ផ្ដើមសួស្តីបងប្អូននេះខ្ញុំបង្ហាញពី keyboard keyboard សម្រាប់ដែលយើងចុច computer ហ្នឹងតែក្តាររបស់វាគឺបែបហ្នឹងណាហើយនេះខ្ញុំថតតឲ្យមើលមកពីរបៀបដាក់ដៃដៃគឺនេះខ្លែងអក្សរ A នេះគឺយើងដាក់កូនដៃខាងឆ្វេងបន្ទាប់មកដៃយើងដែលញៀងដៃកដាដៃជើងអហ្នឹងគឺយើងដាក់ជាប់គ្នាអញ្ចឹងណានេះមានន័យថាកូនដៃត្រូវជាមួយនឹងអក្សរ A ដល់ពេលដៃញៀងត្រូវអក្សរ S ហើយដៃកដាយើងត្រូវអក្សរ D និងដៃជើងអវិញត្រូវអក្សរ F ណាអាហ្នឹងសម្រាប់ដៃខាងឆ្វេងហើយមេដៃយើងអាចប្រើតែកណ្ដាលនេះហៅ space bar កន្លែងសម្រាប់ដកឃ្លីអាហ្នឹងវារបៀបដាក់ដៃគឺគេដាក់របៀបហ្នឹងណាហើយតែតឹងដៃខាងស្ដាំគឺកូនដៃរបស់យើងចាប់ពីចុចនេះទៅនេះសញ្ញាចុចនេះហ្នឹងកូនដៃបន្ទាប់មកអក្សរ L នេះគឺដៃញៀងយើងហើយនឹងអក្សរ K គឺដៃកណ្ដាលរបស់យើងបន្ទាប់មកអក្សរ J គឺដៃចង្អុលអញ្ចឹងយើងដាក់ដូចគ្នាអញ្ចឹងវាត្រៀបវាអញ្ចឹងវាតាមដាក់របស់វាអញ្ចឹងណាអាហ្នឹងរបៀបដាក់ដៃ